ដានកក់ឈាមលក់តម្លៃប៉ុន្មានមួយដប់តម្លៃមួយក្នុងវិញ្ញាណកម្រិតទាបចុះរបស់ទាំងនេះវិញនេះជាក្របថ្នាំខូចដានកក់ឈាមដែលខ្ញុំរើសបានពីបន្ទប់ថ្នាំវាគ្មានប្រយោជន៍អ្វីទេបើលោកចង់បានគ្រាន់តែបន្ថែមមួយក្នុងវិញ្ញាណកម្រិតទាបទៀតក៏បានខ្ចប់ដប់ដានកក់ឈាមនោះឲ្យខ្ញុំហើយយកទាំងក្របថ្នាំខូចនេះផងពិតជាចាស់ភ្លេចភ្លាំងមែនសូម្បីតែក្របថ្នាំខូចក៏ទិញទុកដូចជាកំណប់អីចឹងតាមខ្ញុំយូរហើយមិននឿយហត់ទេតាចាស់ម្នាក់នេះក៏ប្រុងប្រយ័ត្នមិនអន់ដែរបើចេះស្ដាប់បង្គាប់ប្រកួតក្នុងវិញ្ញាណនិងរបស់មានតម្លៃទាំងអស់មកបងប្អូនយើងទាំងពីរចិត្តធំនឹងទុកឲ្យអញរស់អាស្រ័យតែពួកឯងនេះកំពុងស្វែងរកសេចក្តីស្លាប់វិជាថ្មការពារតើរឿងនេះអាចទៅរួចរត់ឥឡូវទើបចង់រត់គូពេលហើយអាវុធវេទមន្តនេះចាំលើក្រោយទៅផ្សារអ្នកបណ្ដុះហើយដោះស្រាយវាចោលដើម្បីកុំឲ្យបន្សល់ដានគុណភាពរបស់វាទាបពេកប្រយោជន៍ក៏មានកម្រិតប៉ុន្តែរបស់នេះទើបជាកំណត់ពិតប្រាកដរងចាំឲ្យក្របថ្នាំខូចទាំងនេះប្រែប្រួលរួចសិនមិនដឹងថាវាអាចជួយលើកកម្រិតវិជាថ្មការពារឲ្យដល់ដំណាក់កាលមហាសម្រេចបានឬអត់អំណោយនេះប្រហែលជាល្មមអាចគូសទ្វារគង់ភ្នំរបស់ព្រះនាងបៃជីបានហើយមែនទេថ្ងៃបន្ទាប់ព្រះនាងបៃជីប៉ាហែនហ្វុងឯងមិននៅបន្ទប់ក្របថ្នាំខូចទេមកទីនេះធ្វើអ្វីនេះគឺជាហុយសឹងដានកម្រិតមធ្យមអ្នកចាស់នេះបានប្រើដានកម្រិតទាបដែលខំសន្សំទុកយូរមកបដូរបានវាកាលពីមុនដោយសារព្រះនាងបាននាំផ្លូវទើបអ្នកចាស់នេះអាចឈានចូលផ្លូវអមតៈបានថ្ងៃនេះខ្ញុំសូមយកក្របថ្នាំទាំងពីរនេះមកបង្ហាញពីទឹកចិត្តដ៏ស្មោះត្រង់បន្តិចបើលោកមានរឿងអ្វីក៏និយាយត្រង់មកចុះមិនចាំបាច់ធ្វើពិធីគួរសម្បែបនេះទេមិនយូរប៉ុន្មានមុននេះមានសិស្សច្បងក្រៅនិកាយម្នាក់ឈ្មោះចៅមីងបាននាំមនុស្សទៅកាន់បន្ទប់ក្របថ្នាំខូចដើម្បីបង្ខំឲ្យខ្ញុំប្រគល់សំណល់អសក្រហមអ្នកចាស់នេះមានវ័យចាស់ជរាកម្លាំងខ្សោយហើយកម្រិតបណ្ដោះក៏ទាបពិតជាមិនអាចទ្រាំនឹងការរំខានរបស់ពួកគេបានទៀតទេថ្ងៃនេះខ្ញុំហ៊ានមករំខានព្រះនាងដើម្បីសូមអង្វរឲ្យជួយសម្របសម្រួលឬផ្ដល់ការការពារបន្តិចចៅមីងខ្ញុំក៏ធ្លាប់ពីឈ្មោះដែរដោយសារគេជាក្មួយប្រុសរបស់អធិការក្រៅនិកាយម្នាក់ជាធម្មតាគេតែងតែប្រើអំណាចបៀតបៀនសិស្សរួមនិកាយនៅផ្នែកក្រៅនិកាយនៅក្នុងនិកាយមានច្បាប់វិន័យរបស់និកាយរួចហើយបើគេពិតជាធ្វើបាបអ្នកដោយគ្មានហេតុផលនោះសាលាវិន័យនឹងចាត់ការតាមច្បាប់គ្រាន់តែបន្ទប់ក្របថ្នាំខូចស្ថិតនៅកន្លែងដាច់ស្រយាលកម្រិតបណ្ដោះរបស់អ្នកទាបដូច្នេះត្រូវប្រុងប្រយ័ត្នបន្ថែមទៀតរឿងនេះខ្ញុំបានដឹងហើយខ្ញុំនឹងជូនដំណឹងទៅសាលាវិន័យផ្នែកក្រៅនិកាយម្ដងចំណែកក្របថ្នាំទាំងនេះអ្នកយកត្រឡប់ទៅវិញចុះសម្រាប់ខ្ញុំវាមិនសូវមានប្រយោជន៍ទេតែកម្រិតបណ្ដោះរបស់អ្នកនៅទាបទុកវាសម្រាប់ការពារខ្លួនវិញនិងប្រសើរជាងសូមអរគុណព្រះនាងគុណរបស់ព្រះនាងអ្នកចាស់នេះនឹងចងចាំអស់មួយជីវិតមិនថ្ងៃណាភ្លេចឡើយត្រឡប់ទៅវិញចុះ
បើថ្ងៃក្រោយនៅតែមានអ្នកណាមកបៀតបៀនអ្នកដោយគ្មានហេតុផលអ្នកអាចផ្ញើសារដោយផ្ទាល់ទៅសាលាវិន័យផ្នែកក្រៅនិកាយបានមិនចាំបាច់រត់មករកខ្ញុំទៀតទេពេលថ្ងៃក្រោយសិស្សច្បងខ្ញុំមានដំណឹងល្អមួយចង់ប្រាប់បងសិស្សប្អូនតើមានរឿងអ្វីបានជាអញសប្បាយចិត្តម្ល៉េះគឺរឿងរបស់សិស្សច្បងចៅមីងនោះអូសិស្សច្បងចៅមីងតើមានរឿងអ្វីកើតឡើងចំពោះគេត្រូវបានសាលាវិន័យផ្នែកក្រៅនិកាយបញ្ជាឲ្យបិទខ្លួនសារភាពកំហុសរយៈពេល3ខែហាឮថាមានសិស្សម្នាក់បានប្តឹងទៅសាលាវិន័យថាគេតែងតែប្រើអំណាចបៀតបៀនសិស្សរួមនិកាយបន្ទាប់ពីសាលាវិន័យស៊ើបអង្កេតច្បាស់ហើយក៏ចេញបញ្ជាឲ្យគេនៅបិទខ្លួនក្នុងកុងភ្នំបើគ្មានការអនុញ្ញាតគេសូម្បីតែមួយជំហានក៏មិនអាចចេញពីកុងភ្នំបានដែរចាប់ពីពេលនេះទៅគេក៏មិនអាចទៅបង្កបញ្ហាដល់បងនៅបន្ទប់គ្របឆ្នាំខូចទៀតឡើយសូមអរគុណបងសិស្សដែលមកប្រាប់ដំណឹងនេះសម្រាប់អ្នកចាស់នេះវាពិតជាដំណឹងល្អមែនបងសិស្សក៏មានពិធីអីខ្ញុំទើបតែដំណឹងនេះក៏ប្រញាប់មកប្រាប់បងភ្លាមអញ្ចឹងខ្ញុំមិនរំខានការហាត់បណ្ដុះរបស់បងទៀតទេខ្ញុំត្រូវត្រឡប់ទៅបំពេញភារកិច្ចសិនហើយក្នុងរយៈពេល3ខែនេះខ្ញុំត្រូវតែប្រញាប់បង្កើនកម្លាំងរបស់ខ្លួនកម្រិតជាន់ទី6នៅតែទាបពេកគ្រប់ថ្នាំដានកកឈាមកម្រិតកម្ពូលដែលមានស្នាមដាន4ខ្សែពិតជាមិនធ្វើឲ្យខ្ញុំខកបំណងឡើយចម្រាញ់ចាប់ផ្ដើម